កង្កែបត្រូវបានកសិករកម្ពុជាចិញ្ចឹមធ្វើម្ហូបហើយវាក៏ជាមធ្យោបាយតាមធម្មជាតិក្នុងការកម្ចាត់សត្វល្អិតចង្រៃបំផ្លាញស្រូវផងដែរអ្វីបើកង្កែបជួយដល់បរិស្ថានក្តីការចាប់កង្កែបធ្វើម្ហូបជាឧបសគ្គដែលរារាំងកសិករក្នុងការចិញ្ចឹមកង្កែបសម្រាប់សត្វល្អិតចង្រៃជំនួសការប្រើជីគីមីទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ពីខេត្តតាកែវហើយខ្ញុំពិនស៊ីសវណ្ណសូមជូនសេចក្តីប្រែសម្រួលដូចតទៅកសិករខ្មែរច្រើនចិញ្ចឹមមាន់ទាបន្ថែមលើការធ្វើស្រែចម្ការតោះដល់ចូលទៅក្នុងទៀតបាទគឺគេកម្រចិញ្ចឹមកង្កែបណាស់លោករស់ម៉ៅជាកសិករនៅឃុំបពេលខេត្តតាកែវចិញ្ចឹមកង្កែបតាំងពីឆ្នាំ2006គាត់ចិញ្ចឹមកង្កែបធ្វើម្ហូបផងនិងជីវវិធីធម្មជាតិជំនួសថ្នាំសម្លាប់សត្វល្អិតក្នុងការកម្ចាត់សត្វល្អិតចង្រៃផងគឺគាត់មិនចាំបាច់ចំណាយលុយទិញថ្នាំគីមីពុលទេកង្កែបស៊ីសត្វល្អិតចង្រៃដែលធ្វើឲ្យស្រូវខូចហើយវាក៏ជួយធ្វើឲ្យដីផុសនិងដីមានជីជាតិផងដែរដែលធ្វើឲ្យបានផលស្រូវច្រើនទីមួយហេតុអីបានខ្ញុំជ្រើសរើសចិញ្ចឹមកង្កែបនោះតាមវាស្រែអញ្ចឹងដោយសារតែស្រុកទេសយើងសពថ្ងៃនេះគឺភាគច្រើនគឺមានអាសត្វបំផ្លាញហ្នឹងច្រើនបាទអញ្ចឹងមុននឹងខ្ញុំចិញ្ចឹមកង្កែបហ្នឹងគឺខ្ញុំធ្វើស្រែចំណាយដើមទុនអស់ច្រើនណាស់បាទទី1យើងតែទិញជីទិញអីគេចឹងមកហើយបាទទី2គឺយើងទិញថ្នាំពុលអង្គការសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាគឺអង្គការស៊ីដាក់បានជួយជ្រោមជ្រែងការចិញ្ចឹមកង្កែបនៅកម្ពុជាតាំងពីឆ្នាំ1997លោកអ៊ុចពីទូថ្លែងថាការចាប់កង្កែបដោយគ្មានការគ្រប់គ្រងបានរារាំងកសិករក្នុងការចិញ្ចឹមកង្កែបសម្រាប់សត្វល្អិតចង្រៃគាត់និយាយថាដោយឃើញតកតងការចិញ្ចឹមកង្កែបនៅប្រទេសកម្ពុជាទៅកសិករយើងអត់សូវតកតងការចិញ្ចឹមទេហើយមួយទៀតតកតងកង្កែបគឺមានការបាត់បង់កាន់តែច្រើនអញ្ចឹងហើយបានសេដាក់បានសិក្សាជ្រាវជ្រាវថាការចិញ្ចឹមកង្កែបគឺមានសារៈសំខាន់ណាស់ក្នុងការជួយទៅដល់កសិករទីមួយគឺសារៈប្រយោជន៍វាអាចជាម្ហូបអាហារសម្រាប់កសិករខ្លួនគាត់ទី2តកតងជួយកាត់បន្ថយនៅការចំណាយក្នុងការទិញម្ហូបពីខាងក្រៅពេលដែលគាត់ចិញ្ចឹមកង្កែបនៅថ្នាក់ជាតិមានវិធានការទប់ស្កាត់ការចាប់កង្កែបបោកមានរសជាតិឆ្ងាញ់ហើយពេញនិយមនៅប្រទេសកម្ពុជាហើយកង្កែបមួយចង្កាក់តម្លៃ 2000 រៀលអ្នកស្រីហេងរវ៉ាប់និយាយថាកង្កែបមានរសជាតិឆ្ងាញ់ដោយសាច់មាន់វាផ្លូវវាគេចេញចាប់កង្កែបតាំងពីក្បាលល្ងាចពេលវាចេញមកចាប់សត្វល្អិតចង្រៃធ្វើជាចំណីនេះក៏គាត់បាក់ខ្ញុំពុះដែរទៅគ្រឿងអត់ដែរដល់ចាកង្កែបលក់ដុំតម្លៃប្រហែល 8000 រៀលក្នុង1គីឡូក្រាមហើយគេលក់ឲ្យអ្នកលក់រាយនៅក្នុងស្រុកកសិករដូចជាលោករស់ម៉ៅបញ្ជាក់ថាការចិញ្ចឹមកង្កែបចំណេញច្រើនតាំងពីចាប់ផ្ដើមចិញ្ចឹមកង្កែបនៅឆ្នាំ2006មកស្រែរបស់លោកម៉ៅឲ្យផលទ្វេដងគឺពី3តោនទៅ6តោន1ហិកតាគាត់និយាយថាក្នុងនេះគឺខ្ញុំដាក់ស្រែមួយខ្ញុំដាក់1000ស្រែមួយដាក់1000បើអញ្ចឹងក្នុងហ្នឹងគឺកង្កែបអាចវាបើនិយាយថាអាចវាមកបើជាមួយយប់ហ្នឹងសឹងនឹង2ទៅ3គីឡូបើអញ្ចឹងវាធ្វើឲ្យស្រូវហ្នឹងវាកាន់តែល្អបន្តិចម្ដងអញ្ចឹងមកហើយកង្កែបគឺវាចេញពីកន្លែងមួយទៅកន្លែងមួយវាចលនាដូចធ្វើអញ្ចឹងទៅឲ្យដីហ្នឹងវាមានហៅថាវាមាននេះវាផុសបាទវាផុសការចិញ្ចឹមកង្កែបជាវិធីល្អគឺជាវិធីតាមធម្មជាតិសម្រាប់សត្វល្អិតចង្រៃតែបើគ្មានវិធានការសមស្របទប់ស្កាត់ការចាប់កង្កែបអំឡុងរដូវដកស្ទូងទេ
នោះនឹងមិនមានកសិករច្រើនទេដែលចង់ចិញ្ចឹមកង្កែបនោះពួកគាត់ភាគច្រើនខ្លាចគេចាប់កង្កែបក្នុងស្រែរបស់គាត់ពួកគាត់ស្ទាក់ស្ទើរមិនចង់ចំណាយលុយច្រើនដើម្បីធ្វើរនាំងការពារកង្កែបទេពីរដ្ឋធានី Washington ខ្ញុំពិនស៊ីសវណ្ណ VOA